សូមអនុញ្ញាតគោរពនឹងជម្រាបសួរបងប្អូនប្រិយមិត្តទស្សនិកជនជាទីគោរពបាននៃគណៈវេលាម៉ោង6:05នាទីល្ងាចបាទថ្ងៃទី22ខែធ្នូឆ្នាំ2025នេះគឺមានករណីបាទចងកតែម្ដងនៅនឹងទីតាំងមួយកន្លែងបានតែការក្រោយខ្ញុំនេះគឺសមត្ថកិច្ចបានរុំព័ទ្ធខ្សែទៅហើយនៅត្រង់នេះចំណុចនឹងទីតាំងកាត់ហេតុដែលស្ថិតនៅក្នុងទឹកដីនៃភូមិទន្លៀងឃុំរមាំងតកៅស្រុកស្វាយទៀបនិងទីរំខែស្វាយរៀងផងដែរតាមការដែលទទួលបានព័ត៌មានបឋមគឺអ្នកចងកគឺជាភេទប្រុសយកតន់ដឹងថាគាត់មានវិបត្តិអ្វីទៅទេបានជាសម្រេចចិត្តបាទធ្វើអត្តឃាតបាទសម្រាប់ខ្លួនឬក៏ជាករណីអ្វីផ្សេងនោះក្រុមការងារយកតន់ដឹងទេគ្រាន់តែម្ដងនៅត្រង់នៃចំណុចនឹងទីតាំងបាទកាត់ហេតុនេះឃើញមានវត្តមានសមត្ថកិច្ចនិងលោកគ្រូពេទ្យគាត់មានវត្តមានម្ដងនៅត្រង់នៃចំណុចនឹងទីតាំងបាទកាត់ហេតុនេះបន្តតែម្ដងនៅខាងក្រៅខ្ញុំនោះគឺជាសពបាទសពបរោះដែលធ្វើអត្តឃាតចងកបាទសម្រាប់ខ្លួនដែលសមត្ថកិច្ចបានធ្វើការកាត់ខ្សែទម្លាក់មកក្រោមហើយនៅត្រង់នៃចំណុចនៅទីតាំងបាទកាត់ហេតុនេះហើយយ៉ាងណាមិញនៅក្នុងករណីប្រទេសឃើញបរោះម្នាក់ចងកសម្រាប់ខ្លួននេះយើងមិនទាន់អាចសន្និដ្ឋាននឹងនិយាយឲ្យច្បាស់ការជាករណីដែលគាត់មានវិបត្តិផ្លូវចិត្តយ៉ាងណានោះទេប៉ុន្តែយើងឃើញថាសពនៅត្រង់នៃចំណុចនឹងទីតាំងបាទកាត់ហេតុនេះក៏ឃើញមាននៃវត្តមាននៃក្រុមគ្រួសាររបស់គាត់មានវត្តមានមកដល់នៅត្រង់នៃចំណុចនឹងទីតាំងកាត់ហេតុនេះបន្តតែម្ដងបងប្អូនបាទប្រិមិត្តអត់ជំរាបសួរបងត្រូវជាអ្វីជាមួយនឹងសពដែរបងខ្ញុំត្រូវជាប្អូនបង្កើតជនរងគ្រោះដែលគាត់ធ្វើអត្តឃាតគាត់មានឈ្មោះអ្វីដែរបងមាសហូតមុននឹងគាត់ធ្វើអត្តឃាតនោះបងមានដឹងថាគាត់មានវិបត្តិអីទេបងនិយាយថាខ្ញុំអត់សូវនៅជាប់ជាមួយគាត់ដល់ពេលអញ្ចឹងខ្ញុំអត់សូវដឹងហើយទំយើបងមកធ្វើការបាន2ថ្ងៃចូលអូអញ្ចឹងមានន័យថាបងទៅតែហៅគាត់បាទមកធ្វើការជាមួយបងនៅខាងស្វាយរៀងនេះផ្ទះរបស់គាត់នៅខាងណាដែរបងផ្ទះគាត់នៅសប្តាហ៍ថ្ងៃគាត់នៅស្វាយដងស្រុកពីមជើបងភូមិពីមជើខេត្តព្រៃវែងបងអញ្ចឹងគាត់ទៅតែនឹងធ្វើដំណើរមកស្វាយរៀងនេះបាន2ថ្ងៃទេហើយមិនដឹងថាមូលហេតុអីបានជាគាត់ធ្វើអត្តឃាតគឺអត់ទាន់ដឹងទេបងណាអត់ដឹងថាគាត់មានបញ្ហាទេតែឥឡូវនេះគឺសពបងយកទៅណាដែរបងយកទៅផ្ទះវិញយកទៅផ្ទះនៅឯស្រុកកំណើតវិញបងណាបាទអញ្ចឹងគឺអត់ដឹងថាគាត់មានវិបត្តិផ្លូវចិត្តឬក៏មូលហេតុអីវិញទេបានគាត់សម្រេចចិត្តធ្វើអត្តឃាតបាទអរគុណណាបងបាទបងប្អូននេះគឺបងប្រុសគាត់ជាប្អូនបកើតរបស់ជនរងគ្រោះឈ្មោះមាសហួតដែលទទួលបាននៅក្នុងព័ត៌មានបឋមគាត់ធ្វើអត្តឃាតបាទដោយចងកនៅត្រង់នៃចំណុចនឹងទីតាំងដីវាលមួយកន្លែងដែលស្ថិតនៅក្នុងទឹកដីនៃភូមិទន្លៀងឃុំរមាំងតកៅស្រុកស្វាយទៀបនិងទីរំខែស្វាយរៀងនេះឥឡូវនេះគឺវត្តមានសមត្ថកិច្ចគាត់បានធ្វើកំណត់ហេតុរួចហើយនៅត្រង់នៃចំណុចនឹងទីតាំងនេះហើយក៏មានរថយន្តពេទ្យគាត់ចាំមកទទួលដឹកយកសពទៅផ្ទះធ្វើបុណ្យតាមប្រពៃណីផងដែរនៅត្រង់នៃចំណុចនឹងទីតាំងកាត់ហេតុនេះអរគុណណាស់ពីសំណាក់ពុកម៉ែបងប្អូនដែលតែងតែនិយមនឹងទស្សនារាល់ការផ្សាយរបស់ក្រុមការងារ SP Plus ផងដែរគណៈវេលាពេលនេះវត្តជំនឿក៏សូមអរគុណនិងសូមបច្ចុប្បន្នដោយសារតែឥឡូវនេះគឺក្រុមគ្រួសារសេចក្ដីរបស់គាត់មកទទួលយកសពទៅផ្ទះធ្វើបុណ្យតាមប្រពៃណីផងដែរ